សួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះដោយសារខ្ញុំដោះខ្សែករបស់ខ្ញុំដូរខ្សែថ្មីចឹងទៅក៏ធ្វើវីដេអូជូនបងប្អូនទស្សនាកំសាន្តទាក់ទងទៅនឹងវត្ថុមង្គលវត្ថុស័ក្តិសិទ្ធិដែលខ្ញុំគោរពបូជាណាហើយជំរាបជូនបងថាដោយសារខ្ញុំដាក់ខ្សែក្រហមអត់សន្ទុះថងក្រហមខ្ញុំដាក់ថងក្រហមពីរនេះដើម្បីកុំឲ្យតួអង្គទាំងអស់គ្នាឆ្កូតប៉ះពីគ្នាទៅអាចធ្វើឲ្យបាក់បែកចឹងទៅក៏ព្រះអង្គឡើងសាច់ក្បួនកាន់តែខ្លាំងតពីខ្ញុំរុំថងរុំអីទៅថ្វាយវែងថ្វាយក្បួនរៀងរាល់ថ្ងៃសិលគឺក៏ពេលខ្លះមិនចង់ថ្ងៃសិលក៏ខ្ញុំថ្វាយដែរឲ្យថាឆ្លៀតបានចឹងណាហើយព្រះអង្គប្រនិជាវីនេះប្រកេះ9មានតួអង្គ3នៅខាងក្រោមនេះខ្ញុំតែងធ្វើវីដេអូជូនបងប្អូនទស្សនាកំសាន្តជារឿយច្រើនដងមកហើយមិនមែនលើកទី1ទេហើយសម្រាប់តួអង្គនេះខ្ញុំធ្វើតាំងពីសាច់មិនទាន់កម្ពុជារហូតដល់សាច់កម្ពុជាកាន់តែខ្លាំងណាហើយតួអង្គព្រះអង្គប្រនិជាវីទ្រង់អសន្ទុះព្រះអង្គប្រនិជាវីប្រកេះ9នេះគឺសាងពីភ្លុកទេបងនេះមើលកលាសំណាញ់សាងពីភ្លុកហើយដំរីក្រៅស្រុកមានតួអង្គ3នៅខាងក្រោមណាព្រះអង្គសេវលីមានលៀបព្រះមនីឥសីនិងព្រះកំចាយមាន3តួអង្គនឹងហើយការពីបានមកដៃខ្ញុំគឺសាច់កម្ពុជាដែរតែក៏មិនទាន់កម្ពុជាធ្ងន់ដូចឥឡូវគឺកម្ពុជាធ្ងន់ខ្លាំងណាស់ដោយសារខ្ញុំថ្វាយពេងកៃកម្ពុជាយូរហើយចូលបើសាច់ព្រះអង្គនៅជាមួយខ្ញុំយូរក្រែឆ្នាំដែរបងតាំង2000ដល់ថ្ងៃតាំងពីឆ្នាំ2010ដូចជា19 2018 2019ហ្នឹងហើយបងខ្ញុំដេញថ្លៃបានទេអង្គនេះកាលខ្ញុំដេញថ្លៃបានខ្ញុំដេញបានថ្លៃដែរកាលនោះខ្ញុំដេញថ្លៃបានហើយថ្លៃកាលខ្ញុំដេញបានណាកាលនោះខ្ញុំសម័យកូវីដទេដែលសន្ទុះ2021បងអភិសេក2021មិន2018 19ទេគឺ2021ទេណាសម័យ2020 21ហ្នឹងឯណាប្រហែលជា2021ច្រើនជាងណាប្រហែលជាក្នុងឆ្នាំហ្នឹងឯង2020ឬក៏2021ណាសម័យកូវីដគាត់កូវីដចាប់ដើមថយហើយវាមិនទុកខ្លាំងដូចមុនអញ្ចឹងណារៀងសាលហើយខ្ញុំក៏ចូលរួមដេញថ្លៃជាមួយទៅណាអូខេអញ្ចឹងខ្ញុំដេញថ្លៃបានអង្គនេះព្រះអង្គរហូតដល់ទុករបួសជាដល់បច្ចុប្បន្នអញ្ចឹងទៅណាតើអង្គនឹងប្រនិជាវីណាមាន3តួអង្គនៅខាងក្រោមសាច់កលាសំណាញ់គឺច្បាស់ណាបងកលាសំណាញ់សាច់កលានេះគឺស្អាតហើយខ្ញុំស្រោបប្រាក់ហើយសាច់ប្រាក់បាច់ខ្មៅធ្វើញើសធ្វើអីចឹងទៅណាសាច់ឡើងកម្ពុជាអស់ហើយបងមិនងាយបានឡើងសាច់កម្ពុជាចឹងទេគឺដោយសារការគោរពបូជាការថែកម្ពុជាបានដិតដល់ចឹងទៅឡើងសាច់កម្ពុជាលឿនណាបងដោយសារខ្ញុំថ្វាយកម្ពុជាហើយខ្ញុំឧស្សាហ៍ដាក់ហាថ្ងៃផងឬពេលខ្លះខ្ញុំផ្អាប់ទៅក្នុងកឡកម្ពុជាចឹងទៅណាហើយឥឡូវនេះខ្ញុំចង់ថងក្រហមទៀតថងក្រហមនេះគឺដើម្បីការពារកុំឲ្យព្រះអង្គឆ្កូតគ្នាជាមួយនឹងតួអង្គផ្សេងទៅខ្ញុំចង់ថងក្រហមទៅណាដល់ឯវីដេអូរបស់ខ្ញុំចែករំលែកជូនបងប្អូនទស្សនាកំសាន្តប៉ុណ្ណឹងទេហើយចង់ជម្រាបបងប្អូនឲ្យបានដឹងថាព្រះអង្គប្រនិជាវីរបស់ខ្ញុំឥឡូវលោកឡើងជាប់ពណ៌រាងសីសាច់ឡើងកម្ពុជាសាច់ឡើងកម្ពុជាស្អាតភ្លឹងណាបងកម្ពុជាស្អាតណាបងអូយសាច់ញាក់សាច់កលាននេះក៏ញាក់នេះគឺជាងឆ្លាក់អេមបងសាច់ភ្លុកអេមក្រាស់ស្មឹកណាហ្នឹងហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាទ